ចំពោះអ្នកជំងឺទឹកនោមផ្អែមភាគច្រើនគឺតែងតែមានអាការៈទៅនឹងផ្នែកជើងរបស់គាត់ហ្នឹងគឺមានអាការៈរោយអាការៈចុកក្តៅផ្សាកាហាយតាមបាតជើងជាពិសេសហ្នឹងគឺចាក់នៅតាមបាតជើងហើយឲ្យទៅយប់ឡើងមានអារម្មណ៍ថាឈឺពិបាកនៅក្នុងការសម្រាលមែនទែនហើយបញ្ហាទាំងអស់នេះភាគច្រើនគឺមកពីកត្តាអាយុតើពុកម៉ែបងប្អូនមានពិសាស្រាច្រើនដែរទេមានជក់បារីដែរទេហើយរាងកាយរបស់យើងគឺមានការប្រែប្រួលទម្ងន់ដែរទេជាពិសេសហ្នឹងគឺការព្យាបាលទៅលើជំងឺទឹកនោមផ្អែមហ្នឹងគឺបានត្រឹមត្រូវដែរទេដែលភាគច្រើនរោគសញ្ញាទាំងអស់នេះគឺកើតឡើងនៅពេលយប់ភាគច្រើនគឺពុកម៉ែបងប្អូនមានអារម្មណ៍ថាឈឺចុកតាមបាតជើងស្ពឹកក្តៅកាហាយក្តៅតាមជើងនឹងតែម្ដងជាពិសេសគឺបាតជើងមានអារម្មណ៍ថាក្តៅចាក់ដូចមួយជល់ដែលវាចាក់អញ្ចឹងតើតបងប្អូនស្អុំតកកបានបងប្អូនចាប់ឲ្យមានការធូរស្រាលឬក៏ពេលព្រឹកឡើងតើតែពុកម៉ែបងប្អូនធ្វើចលនាខ្លះទៅចាប់ឲ្យមានការស្រួលខ្លួនមកវិញដែលភាគច្រើននេះខ្ញុំតែងទៅសួរទៅកាន់អតិថិជនដែលគាត់តាក់ទងមកតើគាត់មានកាហាយបាតជើងអត់គាត់មានក្តៅបាតជើងអត់មានអារម្មណ៍ថាចាក់ដូចជាមួយជល់ចាក់នៅតាមបាតជើងអត់មានស្ពឹកមានកាហាយនៅតាមបាតជើងអត់អញ្ចឹងភាគច្រើនគាត់ឆ្លើយមកគឺសុទ្ធតែមានរោគសញ្ញាទាំងអស់ហ្នឹងដែលបញ្ជាក់ថាពួកគាត់គឺកំពុងតែប្រឈមពោះជាមួយនឹងបញ្ហាទឹកនោមផ្អែមចំពោះដំណោះស្រាយនេះខ្ញុំផ្ដល់ជូនពុកម៉ែបងប្អូនខ្លះទី1ទៅលើលំហាត់ប្រាណការហាត់ប្រាណឲ្យបានទៀងទាត់ទី2ធ្វើចលនាបានច្រើនអាចថាមួយថ្ងៃយ៉ាងហោចណាស់ក៏បានកន្លះម៉ោងទៅ1ម៉ោងដែរព្រោះកាលណាដែលពុកម៉ែបងប្អូនមានបញ្ហាទឹកនោមផ្អែមនេះគឺអាចមានអារម្មណ៍ថាស្ពឹកមានអារម្មណ៍ថាស្ពឹកនៅតាមជើងមានអារម្មណ៍ថាក្តៅតាមបាតជើងពេលដែលយើងដើរទៅមានអារម្មណ៍ថាដូចបញ្ចូលចាក់បាតជើងអញ្ចឹងប៉ុន្តែពុកម៉ែបងព្យាយាមក្នុងការដើរដើម្បីសម្រួលសរសៃយើងនឹងចាប់ផ្ដើមមានការដើរស្រួលសម្រួលទៅលើសម្ពាធឈាមរបស់យើងដើរស្រួលផងដែរហើយទី3គឺការញ៉ាំថ្នាំជំនួយទៅលើសុខភាពខាងក្នុងដែលនេះខ្ញុំតែងតែណែនាំទៅកាន់អតិថិជនចំពោះអ្នកដែលគាត់មានបញ្ហាឈាមដល់ទៅទឹកនោមផ្អែមឬក៏អ្នកដែលគាត់មិនទាន់ដល់ទឹកនោមផ្អែមគ្រាន់តែមានបញ្ហាស្ពឹកមានអារម្មណ៍ថាក្តៅតាមបាតដៃបាតជើងឈឺចាក់គេងមិនលក់សម្រាលមិនបានគឺគាត់ពិសាជាមួយនឹងផលិតផល V Hope នេះដែលផលិតផល V Hope នេះគឺល្អខ្លាំងមែនទែនគឺវាជួយទៅលើបញ្ហាស្ពឹកដៃស្ពឹកជើងក្តៅកាហាយឈឺផ្សាចាក់នៅតាមបាតជើងសម្រាលមិនលក់ញ៉ាំអីក៏មិនបានពិសាអីក៏មិនកើតចឹងគាត់ពិសាជាមួយនឹងផលិតផល V Hope នេះមួយថ្ងៃមួយគ្រាប់គឺជំនួយទៅលើបញ្ហារបស់គាត់គប់ជាមួយនឹងគោលការណ៍សុខភាពការតមអាហារដូចជាស្រាទៅលើការជក់បារីការរក្សាទម្ងន់រាងកាយរបស់គាត់ល្អគឺបញ្ហាសុខភាពរបស់គាត់គឺល្អឡើងវិញមកដែរចឹងចំពោះពុកម៉ែបងប្អូនដែលមានរោគសញ្ញាទៅលើការចាក់ក្តៅក្រហាយផ្សានៅតាមជើងឬក៏មានបញ្ហារលាកតាមសាច់ដុំឈឺតាមសាច់ដុំមានបញ្ហាស្ពឹកសពុនគឺពុកម៉ែបងប្អូនអាចខលតាមរយៈលេខ3ខ្សែដែលមាននៅលើវីដេអូនេះឬក៏ឆាតទៅកាន់ page ដើម្បីទទួលបាននូវការប្រឹក្សាសុខភាពទៅលើបញ្ហានេះឲ្យកាន់តែលម្អិតផងដែរអរគុណច្រើន